ជាតែមួយដែលយើងវាយគ្នាធ្វើស្អី30ឆ្នាំកន្លងអត់តមានការសេចក្តីឈឺជោគកម្មតើបើអត់តន់ជាសត្រូវនៅឥឡូវហើយរស់នៅគៀគ្នាអត់ម៉ែអត់ឪវេទនាកូនកំព្រានៅខ្លះគេទៅលាមានលាបានចេញឆ្លងទឹកឆ្លងដីចំណាំដូចមិនសែមិញនៅខ្លះខុសច្បាប់គេចាប់ដាក់គុកវិញជាប់រាប់ឆ្នាំពេលថ្ងៃគេបញ្ចេញគេបញ្ជូនទៅបដិញទៅសុកកណ្ដាលវិញអត់សភៅឥឡូវអវុធជាប់ដៃក៏ហក់លួចពាន់ជន់គ្នាមានន័យវាយបាញ់ស្លាប់ដូចជីវិតអត់មានតម្លៃខ្លះងាប់ដៃហៅមកលួកកដាតថ្ងៃហេតុអ្វីយើងជន់ជាតែមួយដែលយើងវាយគ្នាធ្វើស្អី30ឆ្នាំកន្លងអត់តមានការសេចក្តីឈឺជោគកម្មតើបើអត់តន់ជាសត្រូវនៅឥឡូវហើយរស់នៅគៀគ្នាអត់ម៉ែអត់ឪវេទនាកូនកំព្រានៅខ្លះគេទៅលាមានលាបានចេញឆ្លងទឹកឆ្លងដីចំណាំដូចមិនសែមិញនៅខ្លះខុសច្បាប់គេចាប់ដាក់គុកវិញជាប់រាប់ឆ្នាំពេលថ្ងៃគេបញ្ចេញគេបញ្ជូនទៅបដិញទៅសុកកណ្ដាលវិញអត់សភៅឥឡូវអវុធជាប់ដៃក៏ហក់លួចពាន់ជន់គ្នាមានន័យវាយបាញ់ស្លាប់ដូចជីវិតអត់មានតម្លៃខ្លះងាប់ដៃហៅមកលួកកដាតថ្ងៃហេតុអ្វីយើងជន់ជាតែមួយដែលយើងវាយគ្នាធ្វើស្អី30ឆ្នាំកន្លងអត់តមានការសេចក្តីឈឺជោគកម្មតើបើអត់តន់ជាសត្រូវនៅឥឡូវហើយរស់នៅគៀគ្នាអត់ម៉ែអត់ឪវេទនាកូនកំព្រានៅខ្លះគេទៅលាមានលាបានចេញឆ្លងទឹកឆ្លងដីចំណាំដូចមិនសែមិញនៅខ្លះខុសច្បាប់គេចាប់ដាក់គុកវិញជាប់រាប់ឆ្នាំពេលថ្ងៃគេបញ្ចេញគេបញ្ជូនទៅបដិញទៅសុកកណ្ដាលវិញអត់សភៅឥឡូវអវុធជាប់ដៃក៏ហក់លួចពាន់ជន់គ្នាមានន័យវាយបាញ់ស្លាប់ដូចជីវិតអត់មានតម្លៃខ្លះងាប់ដៃហៅមកលួកកដាតថ្ងៃហេតុអ្វី